បងប្អូនអរគ្នាខ្ញុំអត់ដឹងថាបងប្អូនដូចខ្ញុំអត់ទេនៅពេលដែលយើងឮគេចាក់បទចម្រៀងដែលពីរោះត្រូវចិត្តយើងអញ្ចឹងតែយើងអត់ស្គាល់ចំណងជើងទេអត់ដឹងថាបទហ្នឹងចំណងជើងអីទេហើយបើឲ្យយើងទៅសួរគេដូចវាមិនសមអញ្ចឹងឥឡូវកុំឲ្យបាក់ទៀតថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនពីមុខងារមួយរបស់ YouTube ដែលយើងគ្រាន់តែធ្វើការបើកមុខងារនោះដើម្បីឲ្យវាស្ដាប់នៅបទចម្រៀងដែលគេកំពុងតែចាក់ហ្នឹងនៅពេលនោះវានឹងបង្ហាញបទចម្រៀងមួយនោះនៅលើ YouTube របស់យើងតែម្ដងអញ្ចឹងចង់ដឹងថាមុខងារនោះនៅកន្លែងណាសូមបងប្អូនទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងជាដំបូងបងប្អូនត្រូវចូលមកកាន់ YouTube របស់យើងមកបន្តមកបងប្អូនត្រូវកលេចមើលទៅខាងលើខាងស្ដាំដៃដែលជាកន្លែងដែលយើងស្វែងរករាល់ដងហ្នឹងបន្តមកទៀតបងប្អូនកលេចមកមើលខាងលើខាងស្ដាំដៃទៀតគឺជាកន្លែងដែលយើងស្វែងរកជាសំឡេងបងប្អូនចុចកន្លែងហ្នឹងមកបន្តមកបងប្អូនកលេចមកមើលក្បែរហ្នឹងវាមានដាក់ថាចម្រៀងអញ្ចឹងអ្វីដែលយើងធ្វើបន្ទាប់គឺយើងត្រូវចុចកន្លែងចម្រៀងហ្នឹងអញ្ចឹងយើងចុចកន្លែងចម្រៀងហ្នឹងមកនៅពេលនោះYouTube នឹងធ្វើការ scan ក៏ដូចជាស្ដាប់នៅសំឡេងចម្រៀងដែលកំពុងតែចាក់នោះវានឹងលោតចេញមកឲ្យបងប្អូនទាំងអស់គ្នាឃើញតែម្ដងអញ្ចឹងរបៀប scan ចម្រៀងនេះគឺងាយៗទេបងប្អូនតែប៉ុណ្្នឹងគឺរួចហើយបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំនឹងធ្វើការអនុវត្តជាក់ស្ដែងឲ្យបងប្អូនទាំងអស់គ្នាមើលបងប្អូនទាំងអស់គ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ